បាទធៀបសំនេះតាមពិតយើងមាន12មុខដែលយើងផ្សំចូលបាទអញ្ចឹងទី1គឺកាកសំណល់ផ្ទះបាយគឺឬក៏គេហៅកាកសំណល់ដែលអាចវាជាធាតុលាយបានហ្នឹងអាហ្នឹងទី1ហើយទី2គឺពាក់ព័ន្ធជាមួយលាមកសត្វមានច្រើនប្រភេទប៉ុន្តែយើងមកផ្សំវាចូលទៅមួយទៀតគឺពាក់ព័ន្ធជាមួយកាកទឹកត្រីមានសម្បក oyster មានសម្បកលៀសសម្បកអីទាំងអស់ហ្នឹងយើងផ្សំវាយឲ្យទៅជាម្សៅហើយបានយើងយកមកលាយផ្សំរបស់វាដែលយើងមានម៉ាស៊ីនសម្រាប់ថាប្រមាណភាគរយបាទអញ្ចឹងយើងយកមកវាយវាហើយផ្អាប់វាទៅបើសិនជាកប៉ុសគឺយើងឲ្យគាត់ធ្វើកប៉ុសឲ្យហើយបានយើងយកមកមិនមែនយកកប៉ុសមកធ្វើនៅនេះទេបាទអញ្ចឹងដែលបងឃើញទៅមើលទៅដូចស្អាតកណូកោហ្នឹងទៅភាសាគេលាយផ្សំហើយអាហ្នឹងបាទអញ្ចឹងបន្ទាប់ពីយើងលាយអាហ្នឹងហើយទៅយើងយកទៅវាយយកទៅលាយជាមួយនឹងខាងនេះនោះបាទអញ្ចឹងបានន័យថាវត្ថុធាតុដើមនេះគឺពាក់កណ្ដាលសម្រាប់ដល់បាទនេះពាក់កណ្ដាលសម្រាប់ហើយយើងលាយផ្សំហើយសម្រាប់នេះហ្នឹងអញ្ចឹងធាតុដែលយើងដាក់ចូលមកស្អីខ្លះយើងចាប់ដើមលាយហើយនេះផ្អាប់ហើយអាហ្នឹងយើងផ្អាប់សម្រាប់ត្រៀមតែដល់ពេលវាយចូលទៅជាម្សៅយកនេះវាយទៅជាម្សៅបានយើងអាចផលិតទៅជាគ្រាប់បានបាទនេះយើងមានទាំងពិត2ដណ្ដប់មុខបូកជាមួយនៅប្រភេទធាតុជីទឹកអីទាំងអស់ហ្នឹងមានលាមកសត្វមានកាកសំណល់មានឆ្អឹងគោយើងមានសម្បក oyster សម្បកអីហ្នឹងរួមផ្សំគ្នាទាំងអស់ហ្នឹងទៅបាទហើយបន្តមកយើងមានដូចថាប្រមាណភាគរយយើងវាយបញ្ចូលវាពីព្រោះយើងរក្សាគុណភាពដែលសំខាន់ជាងគេបំផុតនៅក្នុងការផលិតជីធម្មជាតិយើងផ្អាប់ទុកវាវាយឲ្យទៅជាម្សៅហើយបានយើងយកទៅធ្វើផលិតទៅជាគ្រាប់បាទនេះគឺជាដំណាក់កាលដែលយើងយកមកផ្សំរួចហើយកោផ្អាប់ទុកទេបាទចាអញ្ចឹងបានន័យថានេះដំណាក់កាលទី2ទី3ណាបាទអានេះសឹងតែចុងក្រោយហើយសម្រាប់យើងចូលមកទៅនឹងប៉ុន្តែគ្រាន់តែយើងយកមកផ្អាប់ទៅអាវាយជាវាយបញ្ចូលមករាល់ថ្ងៃជាបន្តមកបាទហើយចំពោះវត្ថុធាតុដើមបាទពីមុនយើងផលិតតែអញ្ចឹងណាបាទឥឡូវនេះការផលិតយើងកាន់តែមានកម្លាំងខ្ពស់ឡើងច្រើនឡើងអញ្ចឹងអាចគ្រប់គ្រងគ្រប់ទេអូនមួយថ្ងៃរាល់ថ្ងៃយើងត្រូវការវត្ថុធាតុដើមប្រហែលជា200តោនដែលយើងបញ្ចូលមកប្រចាំថ្ងៃតែម្ដងបាទអញ្ចឹងឡានត្រូវចេញចូលប្រចាំថ្ងៃហើយយើងផលិតតែ200តោនដែលជាកាកសំណល់ហ្នឹងយើងយកមកហ្នឹងបានតែ100តោនទេបាទអញ្ចឹងបើ200តោនទៅយើងបាន100បើសិនជាយើងត្រូវការ400តោនក្នុងមួយថ្ងៃបើយើងផលិតបាន200តោនដែលជាជីបាទអញ្ចឹងអានេះគឺជាក់ស្ដែងហ្មងសម្រាប់តែយើងធ្វើបច្ចុប្បន្នរាល់ថ្ងៃនេះមានជាចំណោទអីណាបាទអត់មានជាបញ្ហាព្រោះវត្ថុធាតុដើមនៅស្រុកយើងច្រើនប៉ុន្តែក៏ហ៊ុយយន្តចង់ថាបើយើងផលិតកាន់តែច្រើនយើងកាត់បន្ថយសម្រាមកែច្នៃសម្រាមនឹងកាន់តែច្រើនបាទព្រោះខ្ញុំដឹងថាកណ្ដាលប្រទេសយើងវាសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅអាសម្រាមហ្នឹងក៏កាន់តែច្រើនដែរអញ្ចឹងវាត្រូវការកែច្នៃត្រឡប់ទៅវិញដើម្បីឲ្យជាប្រយោជន៍ទៅដល់កសិករបាទចាអញ្ចឹងនៅពេលដែលយើងបានអញ្ចឹងហើយយើងបានចាប់ផ្ដើមចូលទៅម៉ាស៊ីនបាទបានចូលទៅម៉ាស៊ីនទី1ហ្នឹងគឺម៉ាស៊ីនវាយធ្វើមកឲ្យម៉ត់ទៅជាម្សៅសិនតពីម៉ាស៊ីនជាម្សៅហើយបានយើងយកទៅយើងអាចយកទៅធ្វើជាគ្រាប់បាទអញ្ចឹងឥឡូវយើងទៅខាងម៉ាស៊ីនបាទយើងទៅខាងម៉ាស៊ីនចាអញ្ចឹងសូមអញ្ជើញលោកអ្នកនាងចាស្ដាប់បន្តទៀតធម្មជាតិ